សួស្តីអ្នកគ្នាស្វាគមន៍មកកាន់រឿង Help Me Uncle ហើយសម្រាប់វីដេអូនេះមានសម្លេងរំខានតិចអីមួយ chapter នេះគឺពោពេញទៅដោយ NC scene ចឹង admin ប្រហែលជាអាចនឹងមានកំហុសតិចតួចជាមួយនឹងកន្លែងហ្នឹងដោយសារ admin អត់ធ្លាប់សម្រាយទេ admin ក៏ភ័យណាស់ដែរខ្លាចមានបញ្ហាដល់ channel admin ចឹងតោះចូលទៅកាន់សាច់រឿងយើងហ្មងទៅភាគនេះគឺតើភាពមុនភ្លាមដែលសាងថេបានឲ្យយន់វូស្រាយចំណងចេញពីដៃរបស់គាត់យន់វូសួរថាលែងឯគេខាងគេហ្នឹងឯងជាអ្នកប្រាប់គាត់ថាគេនឹងយកខ្លួនរបស់គេហ្នឹងយកមកសងគាត់សាងថេបានកាំងមកទៅហឹងហ្មងបន្ទាប់ពីឮយន់វូនិយាយថាគាត់ណាត់ខ្វល់ថាសាងថេហ្នឹងមកពីណាទេតែសំខាន់គេគឺបានញ៉ាំអាហារមូតទឹកនិងសម្រាប់នៅកន្លែងរបស់គាត់ចឹងហើយនៅពេលនេះគឺដល់ម៉ោងដែលគេត្រូវធ្វើការគាត់ហើយសាងថេគាត់គិតថាចប់បាត់ហើយអើយលេងខុសមនុស្សសាងថេបានប្រាប់ឲ្យយន់វូឈប់ហើយគាត់បាននិយាយថាគាត់យល់ពីអីដែលគេកំពុងតែនិយាយហ្នឹងទេយន់វូបានសួរថានៅពេលដែលសាងថេដេកមួយអ្នកផ្សេងហ្នឹងគេធ្វើចឹងដែរមែន stupid ហើយយើងស្គាល់ហើយអីដែលគាត់កំពុងតែចាក់ដាក់លើដៃហ្នឹងគាត់បាននិយាយថាឲ្យសាងថេហ្នឹងនៅឲ្យស្ងៀមទៅហើយគាត់ដឹងថានៅពេលដែលគេដល់ចំណុចកំពូលហ្នឹងគេប្រកាសជារំភើបណាស់ហើយបន្ទាប់មកម្រាមដៃក៏បានជ្រៀតជ្រែកចូលក្នុងចន្លោះដ៏ទូចមួយសាងថេក៏បានគិតថាវាដូចជាមានអារម្មណ៍ចម្លែកហើយយន់វូបាននិយាយថាមើលទៅវារអិលចូលស្រួលជាងអ្វីដែលគាត់គិតទៀតយន់វូបានអោនទៅសួរសាងថេថាតើគេធ្លាប់ធ្វើចឹងញឹកញាប់អត់វាមានន័យថាគេធ្លាប់ដេកមួយអ្នកផ្សេងហ្នឹងញឹកញាប់អត់គាត់នឹងបន្ធូររុនហ្នឹងមុនពេលដែលគាត់ដាក់ចូលចាមទាំងស្អី admin នេះឆ្លើយសន្លប់មើលសាងថេវិញគឺក៏មើលមុខគាត់គឺស្លន់មែនតើគាត់ភ័យយកបដ ாய் ដល់ពេលគាត់ភ័យដល់ដំណាក់កាលកំពូលគាត់ក៏បានលើកជើងរបស់គាត់ខិចទៅកាន់កន្លែងពិសេសរបស់យន់វូហើយគាត់ក៏បានស្រែកជេរគេថាឈប់តាក្មេងបែកហើយមើលសាងថេធ្វើមុខទៅប្រហែលជាឆ្អាបងោងបាត់ហើយយន់វូវិញអួលបាយមីស្ទ័រទេគាត់ខឹងខ្លាំងមែនតើសាងថេក៏បានសុំទោសថាគាត់មានចេតនាទេក៏បានសួរថាអត់អីណាហើយយើងសារគិតមើលអីអត់យន់វូគាត់និយាយចេញមកទាំងខឹងហើយក៏បានចាប់ភ្នែកក្បាលសាងថេនឹងទៅនឹងពូកក៏បាននិយាយថាឥឡូវគាត់អស់ក្តីមេត្តាហើយចង់សាងថេនឹងសុំវល់គាត់ឬក៏យំឥឡូវហ្នឹងក៏ដោយគាត់នឹងអត់លើកលែងទោសគេដែរយន់វូក៏បានដក live saber ចេញមកហើយបាននិយាយថាមុនហ្នឹងគាត់ខំបធូរឲ្យសាងថេហើយប៉ុន្តែសាងថេគឺពិតជារឹងរូសមែនតើអញ្ចឹងគាត់នឹងធ្វើវាឥឡូវហ្នឹងបើសាងថេវិញគឺភ័យទៀតហើយគាត់ថាមិនអាចទៅរួចទេយន់វូបាននិយាយថាគាត់ខានធ្វើវាយូរហើយគាត់កំពុងតែរងចាំពេលវេលានោះអញ្ចឹងគាត់ចង់ឲ្យគេធ្ងោបន្ថែមទៀតនិយាយចប់គាត់ក៏បានបុកសម្រុកខ្លាំងចូលទៅសាងថេធ្វើអីគេមិនបានទេបានតែគិតជេរគេក្នុងចិត្តថាបែបហ្នឹងគឺឈួតហើយយន់វូនិយាយទាំងឌឺថាមើលទៅវានៅតែរឹតតឹងតែគេខានធ្វើវាយូរហើយមែននិយាយមកមើលងាវគ្នាហ្មងណាធ្វើដូចគ្នានឹងធ្លាប់ដើរទៅដេកមួយគេទៅពីអញ្ចឹងអត់អីទេកន្លែងហ្នឹងចាំ admin បកស្រាយនៅភាគក្រោយហើយគាត់គឺនៅតែបន្តសកម្មភាពរបស់គាត់ទៀតទោះបីជាសាងថេប្រាប់គាត់យ៉ាងណាក៏គាត់ព្រមឈប់ដែរគាត់បានប្រាប់ទៅកាន់គេថាឲ្យឈប់និយាយពីអត់បានការទាំងអស់ហ្នឹងមកគ្រាន់តែធ្ងោឲ្យគាត់លឺទៅបានហើយសាងថេក៏ឆ្ងល់ថាហេតុអីបានជាមានរឿងហ្នឹងកើតឡើងគាត់គិតថាប្រហែលជាមានការយល់ច្រឡំមួយចំនួនហើយគាត់គួរតែធ្វើអីឥឡូវហ្នឹងយន់វូបានអោនទៅប្រាប់សាងថេថាគាត់ធ្វើឲ្យបានល្អជាងនឹងតិចទៀតទៅបើគាត់ធ្វើបានល្អគេនឹងអាចបញ្ចប់រឿងហ្នឹងឲ្យកាន់តែលឿនហើយសាងថេវិញគាត់ព្យាយាមរក្សាភាពថ្លៃថ្នូររបស់គាត់ដោយគាត់អត់ធ្ងោចេញមកទេគាត់បានគិតថាគាត់គ្រាន់តែទ្រាំទ្រនឹងវាឲ្យបានយូរជាងនេះក្នុងគណៈពេលហ្នឹងយន់វូធ្វើសកម្មភាពបដាក៏បានសួរឌឺបដាថាស្ងាត់អីមែនសាងថេធ្វើអីមិនបានទេបានតែទ្រាំផងលូផងនឹងឯងគាត់លូថាយូរមែនការបានចាប់គាត់ឈឺណាគាត់ហ្នឹងគឺចង់ឲ្យគេឈប់ឥឡូវហ្នឹងហើយយករបស់គេហ្នឹងចេញពីខ្លួនគាត់ទៅយន់វូវិញគឺថាបុកឡើងឈើហ្មងដល់ពេលហ្នឹងធ្វើឲ្យសាងថេហ្នឹងបានសែកចេញមកគាត់គិតក្នុងចិត្តថាស្អីគេតើរបស់ហ្នឹងវាបានចេញពីខ្លួនគាត់មកមែនអូមើលទៅកន្លែងនេះសាងថេលឺចឹងគឺបានឆ្ងល់ហើយថាគេនិយាយហ្នឹងចង់មានន័យថាម៉េចសាងថេបានប្រាប់ទៅកាន់យន់វូថាគាត់មានអារម្មណ៍ចម្លែកវាគឺពិតជាមានអារម្មណ៍ថាចម្លែកខ្លាំងមែនតើពេលនោះក៏ស្រាប់តែគាត់បានបញ្ចេញវាមកយន់វូឃើញចឹងក៏បានលាន់មាត់ថាមុនហ្នឹងទៅប្រាប់គាត់ឲ្យឈប់សោះដល់ឥឡូវចេញមកបាត់តែគេហ្នឹងពិតជាចង់ឲ្យគាត់ឈប់មែនអត់យន់វូបានសួរទៅកាន់សាងថេថាអត់អីណានៅពេលដែលគាត់បញ្ចេញវាដោយខ្លួនឯងចឹងហើយក៏បានលោកដៃទៅជួយគាត់សាងថេក៏បានប្រាប់ថាឲ្យគេធ្វើតាមវិធីផ្សេងដែលគាត់និយាយថាគាត់ចង់ឲ្យគេនឹងធ្វើស្អីគេដោយប្រើកម្លាំងស្អីណា admin ស្ដាប់ឲ្យយល់ចោលពេទ្យ admin បែកមែនតើណាមិនស្ដាប់ឲ្យយល់ទេគឺអានអត់យល់យន់វូបានតថាអត់អីទេចឹងហើយគាត់ក៏បន្តសកម្មភាពរបស់គាត់ទៅគាត់បានឃើញរាងកាយរបស់សាងថេក៏បាននិយាយថាវាពិតជាល្អខ្លាំងណាស់ដែលរាងកាយរបស់គេនឹងគឺសម្របតាមគាត់មិនដូចជាមាត់របស់គេទេគឺប្រកែករហូតសាងថេបាននិយាយថាគាត់មិនដែលធ្វើវាអស់ពេលជាយូរហើយមើលប្រូនឹងធ្វើមុខគាត់បានប្រាប់ថាឈប់ឲ្យគេធ្វើពុតដូចជានេះគឺជាលើកដំបូងរបស់គេទេទៅហើយគេក៏បន្តភាកគេទៀតទៅយន់វូនិយាយថាឥឡូវហ្នឹងគាត់មានចិត្តល្អអញ្ចឹងហើយឥឡូវហ្នឹងគាត់នឹងធ្វើវាម្ដងទៀតឲ្យចប់គាត់បានអោនទៅថាទៅជាអូនគាត់មួយហើយក៏បានបញ្ចប់នៅពេលដែលគាត់បានបញ្ចេញវាមកកាត់មកដល់ពេលដែលពួកគេបានបញ្ចប់សាងថេក៏បានកេងលក់យន់វូបានស្រឡឹងមើលទៅកាន់គាត់ហើយក៏បាននិយាយថាចម្លែកមែនបងក៏បានយកដៃទៅវាសអូនហើយក៏បាននិយាយថាតើវាពិតជាលើកទី1របស់គេមែនអត់ឬមួយគេគ្រាន់តែសម្ដែងទេពិតជាបញ្ហាមែន However ទោះជាយ៉ាងណាក៏ដោយអត់សំខាន់ទេទោះជាយ៉ាងណាក៏ដោយខ្ញុំពិតជាពេញចិត្តនឹងរាងកាយរបស់គាត់ណាសម្រាប់ភាគនេះគឺចប់ត្រឹមហ្នឹងហើយ admin ចង់ពឹងគ្នាយើងឲ្យចំណាយពេលបន្តិចបន្តួចស្ដាប់ admin លូនិយាយលេង admin មានតែលូស្អី admin បាន post short video នៅក្នុង channel របស់ admin គឺរឿង after mail admin ក៏បានសួរគ្នាយើងដែរថាចង់មើលរឿងនឹងអត់ហើយមតិ20ជាងគឺសុទ្ធតែចង់មើលទាំងអស់តាមពិតទៅ admin អត់រស់នៅពឹងលើសម្ដីអ្នកដទៃទេប៉ុន្តែ admin អត់អាចទទួលយកពាក្យសម្ដីរិះគន់បានអញ្ចឹងក៏ចង់សួរទៅកាន់គ្នាយើង
យើងថាបើសិនជា admin ធ្វើមែនគ្នាយើងប្រកាន់ admin អត់ទេថា admin ធ្វើរឿងមួយមិនតាន់ចប់ផងយករឿងមួយទៀតយកមកធ្វើបាត់អីហ្នឹងអញ្ចឹងគ្នាយើងអាចបញ្ចេញមតិបាន admin នឹងយោងតាមមតិភាគច្រើនហើយ admin សម្រាយបដាក៏ពើ admin រះបដាអញ្ចឹងគ្នាយើងយល់ពី admin ផងបើសិនជាចូលជាបានមើលវីដេអូ admin ហើយក៏ជួយចុច like ឲ្យផងទៅដែលសារអត់ខាតអីទេហើយសម្រាប់អ្នកដែលចង់មើលរឿងអូនជាអ្វីគ្រប់យ៉ាងរបស់បងអាហ្នឹង admin នឹងសម្រាយនៅវីដេអូបន្ទាប់ and see you in the next video guys bye bye